ភាពអច្ឆរិយៈស្រស់ស្អាតរបស់អង្គរវត្តខ្មែរមានពីរលើលោក ឥឡូវនេះឲ្យមើលហើយព្រោះស្រូវខែនេះទឹកវាចាប់ដើមហូរចេញហើយហើយលោវាអស់ទឹកអស់ហូបស្រូវយើងមិនទាន់បែកទេហើយហើយនេះទឹកវាចាប់ដើមស្រស់ហើយបើយើងមិនបិទភ្លឺទេតាមមុខទឹកវាច្បាស់ជាហូរចេញអស់ពីស្រែធ្វើឲ្យស្រូវស្វិតហើយហើយពួកអាកណ្ដាលក្បាលហើយទាំងនោះដល់ចប់រដូវភ្ជុំបិណ្ឌហើយមើលស្រូវក៏វាកើតដែរទៅនេះទំនោរខ្ញុំហេតុបានច្រើនហើយមើលទៅកើតល្អស្រស់ខៀវបំរុងវៃអូខេខលហើយចៅវត្តនឹងចៃវាឲ្យមកមើលស្រូវជាមួយសិនវាដៃណាទេអាពីនេះនេះអាឡូបឺអាឡូតាញ៉ុកបានហើយនេះណាបឺហើយទំនេរអត់ហើយមកជួយមើលស្រូវតាទីមើលបាទតាខ្ញុំនៅតាមផ្លូវតាមើលស្រូវណាតាអីអាចៅបឺដូចមិនដែលដឹងស្រូវតានៅណាស្រូវតានៅក្រោយភ្នំហ្នឹងចាំខលហៅអាចៅវត្តអុយមកផងបាទតាបានចាចាសួរលេងហ្នឹងតាបាទខ្ញុំខលហៅវត្តអុយកូនវត្តខ្មែរពិតជាស្អាតនឹងល្បីនឹងទីពេញពិភពលោកមែនណូអូយលេលោកនេះពិតជាមានតែមួយភាពអច្ឆរិយៈស្រស់ស្អាតរបស់អង្គរវត្តខ្មែរមានពីរលេលោកខ្ញុំពិតជាសំណាងណាស់ដែលបានកើតមកជាកូនខ្មែរនិងមានអង្គរដ៏អច្ឆរិយៈស្ថិតនៅលើទឹកដីនៃខេត្តសៀមរាបដែលជាបេះដូងនៃប្រទេសកម្ពុជាអូវត្តអីណាវត្តអាឡូបឺមិនអានេះណានៅកាត់អូបបួលទៅមើលស្រូវអានៅចិត្តក៏នៅឆ្ងាយអីអញមកនៅសៀមរាបនេះអញមកនៅមុខអង្គរអញទៅវិញមិនទាន់ណាអញនៅឆ្ងាយអញនៅមើលអង្គរហើយចាំពេលដល់ទៅញ៉ាំវិញផងតែអញទៅមិនទាន់ទេចឹងក៏បានដែរចាំអញទៅជួបគាត់អញប្រាប់ថាអីមកទាន់ទេអូខេហើយពងមកមើលអង្គរសប្បាយផងតែញ៉ាំឲ្យទៅមើលស្រែណាហើយបើទៅវាទេទៅវិញក៏តាត់ទាន់ដែរតើងាយចុះអីអាចៅបឺក៏យូរទៀតវៃហើយចាំវាយូរណាចូលចាំមកឈឺចកេះឈឺខ្នងจะเคยវាមុនដល់មិនដឹងជាវាហៅអាវុធបានអត់សង្ស័យថាអាវុធបាននៅទីហើយមើលទៅវិញក្បាលគួចអស់នេះយ៉ាប់មែនតាខ្ញុំមកដល់ហើយខ្ញុំខលហៅអាវុធដែរតែវាទៅលេងនៅកោវត្តបាត់ហើយវាបាត់ទៅទេលោកតាដឹងថាពួកក្បាលគួចអីនេះចប់ជុំបិណ្ឌវានៅផ្ទះផឹកវាចប់ជុំបិណ្ឌវាអត់ធ្វើស្រែទេអត់ការងារធ្វើវាទៅដល់លេងទៀតអើយពួកក្បាលគួចអស់អីនេះមានណាតាទៅស្រូវកិនទុំផងតែខ្ញុំមកមើលទៅអីដឹងថាស្រូវទុំហើយពួកអត់អីនេះឲ្យមើលហើយព្រោះស្រូវខែនេះទឹកវាចាប់ដើមហូរចេញហើយហើយលោវាអស់ទឹកអស់ហូបស្រូវយើងមិនទាន់បែកទេហើយនេះទឹកវាចាប់ដើមស្រស់ហើយបើយើងមិនបិទភ្លឺទេតាមមុខទឹកវាច្បាស់ជាហូរចេញអស់ពីស្រែស្រស់ហើយពួកអាកណ្ដាលក្បាលអត់ហើយចឹងនោះ